បងប្អូនដែលធ្លាប់ឆ្ងល់អត់ថា toner ពិតជាមានភាពចាំបាច់ឬក៏គ្រាន់តែជាការប្រើតគ្នាទេតួនាទីរបស់ toner គឺរក្សាតុល្យភាព pH ដល់ស្បែកមុខរបស់យើងក្រោយលាងសម្អាតរួចវាមិនត្រឹមតែជួយជំរះកាកសំណល់ដែលនៅសេសសល់ពីការលាងហ្វូមទេវាប្រៀបដូចជាការបើកផ្លូវឲ្យសេរ៉ូមឬក៏ cream ដែលជ្រាបចូលទៅស្បែកបានល្អជាងមុនរហូតដល់ទៅ2ដងនិយាយឲ្យខ្លីគឺជាការដាស់ស្បែកនិងត្រៀមស្បែកសម្រាប់ skin care បន្ទាប់ទៀតនឹងធ្វើឲ្យទទួលបានផលរឹតតែខ្លាំងសួរថា toner នឹងអាចប្រើប្រាស់បានទៅលើប្រភេទស្បែកបែបណាខ្លះចម្លើយគឺគ្រប់ប្រភេទស្បែកទាំងអស់បងប្អូនសំណួរបន្ទាប់ទៀតសួរថា toner នឹងដាច់ខាតត្រូវតែប្រើប្រាស់ឬក៏អត់ទេចម្លើយគឺតាមករណីបងប្អូនបើសិនជាក្នុងករណីដែលស្បែកមុខយើងជាប្រភេទស្បែកមុខដែលមានសុខភាពល្អប្រើតែផលិតផលតិចតួចស្អាតអញ្ចឹង toner យើងអាចដកបានឬក៏អាច skip បានក៏ប៉ុន្តែបើយើងមានពេលមានលទ្ធភាពយើងក៏គួរប្រើទៅក្នុងករណីខ្លះដូចជាអ្នកដែលកំពុងតែព្យាបាលស្បែកមុខខ្លួនឯងដូចជាគាត់មានស្បែកមុខជាំខ្មៅខ្លាំងអាចរុយច្រើនជ្រីវជ្រួញច្រើនចាស់ជាងវ័យប្រភេទស្បែកបែបហ្នឹងដែលកំពុងតែព្យាបាលខ្លួនឯង toner គឺមានតួនាទីសំខាន់ដែលមិនអាចដកបានទេបងប្អូនឬក៏មិនអាច skip បានបើមានលទ្ធភាពនិងមានពេលវេលាគួរតែកុំ skip ព្រោះវាជាចំណែកសំខាន់ក្នុងការបើកស្បែកយើងឲ្យស្រូបយកសមិទ្ធផលឬក៏ skin care បន្ទាប់ទៀតដែលយើងកំពុងតែប្រើហ្នឹងឲ្យឃើញប្រយោជន៍កាន់តែខ្លាំងគុណនឹង2ដងតែម្ដងវាជួយច្រើនមែនទែនសម្រាប់ toner